ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីបំភ្លេចរឿងចង្រៃរឿងឧបទ្រពទាំងអស់ប៉ុន្តែយើងមិនអាចភ្លេចនៅបងប្អូនកងកម្លាំងជួរមុខក៏ដូចជាជនភៀសសឹកនៅឡើយស្មារតីនៅជាមួយនឹងជាតិស្មារតីនៅជាមួយនឹងកងកម្លាំងស្មារតីនៅជាមួយនឹងបងប្អូនជនភៀសសឹកគ្រប់ពេលគ្រប់វេលាដែលយើងរៀបចំនៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តមានតាម billboard តាម banner ដើម្បីជាសារមួយរំលឹកដល់បងប្អូនដែលអញ្ជើញមកទស្សនានៅព្រឹត្តិការណ៍នគរសង្ក្រាន្តនៅក្នុងបរិវេណដែលយើងបានរៀបចំកន្លែងនេះគឺជាស្នាក់ការទទួលអំណោយសម្រាប់ដែលបងប្អូនមានបំណងចង់បរិច្ចាគទៅដល់បងប្អូនជនភៀសសឹកក៏ដូចជាកងកម្លាំងជួរមុខហើយមិនត្រឹមតែប៉ុណ្្នឹងទេក្រុមការងារព្រឹត្តិការណ៍នគរសង្ក្រាន្តបានរៀបចំមានលក់តាក់ទងជាមួយនឹងវត្ថុអនុស្សាវរីយ៍ហើយរាល់ប្រាក់ចំណេញទាំងអស់ដែលទទួលបានពីការលក់វត្ថុអនុស្សាវរីយ៍យើងនឹងបរិច្ចាគទៅកងកម្លាំងជួរមុខក៏ដូចជាបងប្អូនជនភៀសសឹកមិនត្រឹមតែប៉ុណ្ណោះនោះទេគេកំពុងតែរៀបចំវេចខ្ចប់អាហារមានរួមទាំងអំបុកនំខ្ញីក៏ដូចជាអាហារគ្រីមផ្សេងៗដល់បងប្អូនកងកម្លាំងជួរមុខស្មារតីរួមគ្នាជាធ្លុងតែមួយទាំងពេលវេលាទាំងកម្លាំងយើងនឹងនៅជាមួយនឹងកងកម្លាំងជួរមុខប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងនៅជាមួយនឹងកងកម្លាំងជួរមុខមិនត្រឹមតែប៉ុណ្ណោះទេមុនពេលព្រឹត្តិការណ៍យើងបានរៀបចំ 10000 ក្រមាសរសេរកាតជូនពរបានជូនពរដើម្បីជូនទៅដល់វីរៈកងទ័ពជួរមុខជួបជុំគ្នាក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញពីថ្ងៃទី14ដល់19ខែមេសាឆ្នាំ2026